សួរខ្ញុំបាទឈ្មោះសុតសេរីសប្តាហ៍ថ្ងៃជាសិល្បករក្នុងលីនេះផងខ្ញុំតបពេលដែលពួកគាត់តាក់ទងមកខ្ញុំមានអារម្មណ៍សប្បាយចិត្តនិយាយមែនតើការទី1ធនាគារកាណាដាគាត់គឺជាធនាគារក្នុងស្រុកហើយគាត់បានតាក់ទងមកខាងខ្ញុំបាទតដែលជាសិល្បករក្នុងស្រុកដែរដើម្បីរចនាកាតមួយសម្រាប់ concept របស់កាតរបស់យើងផ្ទាល់ហ្នឹងគឺខ្ញុំយកប្រអប់ប្រាក់ធ្វើជាគោលភាសាពីដើមឡើយគឺប្រអប់ប្រាក់ហ្នឹងមានតម្លៃណាស់គេភាគច្រើនគេដាក់ប្រាក់កាក់ទ្រព្យសម្បត្តិគ្រឿងយុសនៅក្នុងហ្នឹងហើយដោយសារតែវាគឺជាការសហការមួយរវាងធនាគារកាណាដាហើយនិង Mastercard អញ្ចឹងខ្ញុំចង់បូកបញ្ចូលទំនៀមទម្លាប់នៅស្រុកគេដែលគេថា Silver Jubilee ភាគច្រើនគេប្រើធាតុមកតំណាងនៅខួបមួយដូចជាខួប1ឆ្នាំគឺប្រើกระดาษខួប5ឆ្នាំគេប្រើជាធាតុឈើអញ្ចឹង25ឆ្នាំហ្នឹងគឺគេប្រើធាតុប្រាក់ហ្នឹងតែម្ដងដោយសារធាតុប្រាក់ហ្នឹងវាមានភាពរឹងមាំហើយមានតម្លៃខ្ពស់ហើយបើយើងកន្លែងទៅមើលការរចនាកាតទាំងមូលហ្មងយើងមានក្បាច់ភ្ញីហើយយើងឃើញមានដើមឈើមួយដែលមានផ្លែមានផ្កាសរុបទាំងអស់មានចំនួន25វាតំណាងឲ្យខួប25ឆ្នាំហ្នឹងមួយវិញទៀតខ្ញុំគិតថាវាគឺជានិមិត្តសញ្ញាឲ្យតំណាងឲ្យសមិទ្ធផលដែលកកើតឡើងមកនៃការសហការមួយដ៏ល្អរវាងធនាគារកាណាដាហើយនិង Mastercard តនខ្ញុំគិតថា collaboration នេះគឺវាល្អមែនតើដោយសារតែយើងបានបង្ហាញពីសិល្បៈខ្មែររបស់យើងនៅក្នុងនឹងហើយពួកគាត់បានផ្ដល់តម្លៃទៅឲ្យសិល្បករក្នុងស្រុកផ្ទាល់ទៀត25 ឆ្នាំនៃភាពជាដៃគូ